ឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន Sunnymax Corporation គឺជាក្រុមហ៊ុនលក់ផ្ទះល្វែងដែលមានតម្លៃសមរម្យបាទជំរាបសួរទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីជីវិតនិងការតស៊ូកម្មវិធីនេះគឺជាកម្មវិធីថ្មីរបស់ Sun TV ទើបតែផលិតឡើងកម្មវិធីនេះគឺចង់ពណ៌នាអំពីបុគ្គលក៏ដូចជាអាជីវករមួយរូបតម្រាំតែគាត់ជោគជ័យនៅក្នុងជីវិតរបស់គាត់គឺគាត់មានភាពតស៊ូក៏ដូចជាជួបឧបសគ្គជាច្រើនតម្រាំតែគាត់ជោគជ័យដូច្នេះហើយកម្មវិធីរបស់យើងក៏បានអញ្ជើញតារាកិត្តិយសមួយរូបដែលគាត់មានភាពតស៊ូក៏ដូចជាមានភាពច្នៃប្រឌិតនៅក្នុងការងារក៏ដូចជាមុខរបរប្រចាំថ្ងៃរបស់គាត់ចង់ដឹងថាគាត់គឺជាអ្នកណាពេលនេះយើងនាំអារម្មណ៍អ្នកនរគ្នាទៅជួបជាមួយនឹងព័ត៌មានក៏ដូចជាវីដេអូតាក់ទងនឹងគាត់ខ្លះៗបាទពេលនេះសូមគោរពអញ្ជើញរឿងថ្ងៃហត់ដែរហត់នឹងស្រែកយើងដើរស្រែកដែរអញ្ចឹងហត់មកផ្ទះហ្នឹងដេកទាំងហក់ដេកអីដែរពិបាកខ្លាំងដែរយើងដើរហាក្តៅហើយយើងចេញលេងខ្លាំងលឺទៀត ចំពោះខ្ញុំនៅមានសង្ឃឹមទៀតព្រោះខ្ញុំអត់ដឹងរើអីចឹងមានតែធ្វើចឹងពិបាកយ៉ាងណាក៏យើងធ្វើដែរត្រូវធ្វើព្រោះយើងដឹងតែធ្វើអី បាទអរគុណទស្សនិកជនពេលនេះបានទស្សនាក៏ដូចជាបានជ្រាបពីព័ត៌មានខ្លះៗហើយតាក់ទងទៅនឹងតារាកិត្តិយសរបស់យើងគឺគាត់មានមុខរបរជាអ្នកលក់លាហានៅតាមទីសាធារណៈគឺឃើញមានការលំបាកច្រើនមែនទែនត្រូវឈរហាថ្ងៃត្រូវស្រែកដើម្បីឲ្យការលក់របស់គាត់នឹងដាច់បាទអរគុណពេលនេះយើងនាំអារម្មណ៍មកទាំងអស់គ្នាទៅជួបជាមួយនឹងតារាកិត្តិយសរបស់យើងតែម្ដងបាទជំរាបសួរបងជំរាបសួរបាទតើបងមានឈ្មោះអីដែរបងខ្ញុំឈ្មោះមុកសុបិនតើបងអាចប្រាប់ទស្សនិកជនបានទេថាបងសប្តាហ៍ថ្ងៃនេះប្រកបមុខរបរអ្វីដែរខ្ញុំជាយៈលក់លាហាណាដែលទស្សនិកជនដែលគាត់ធ្វើដំណើរតាមដងផ្លូវប្រកាសជាគាត់បានស្គាល់ហើយគឺមានអ្នកលក់លាហាមួយចំនួនគឺគាត់តែងខ្លួនជាយៈនិងអ្នកផ្សេងទៀតគាត់តែងខ្លួនធម្មតាទេហេតុអ្វីដែរបងចាប់អារម្មណ៍ទៅតែងខ្លួនជាយៈដើម្បីលក់លាហាវិញមក ចាប់អារម្មណ៍របស់ខ្ញុំពេលមុនខ្ញុំលក់លីហាធម្មតាវាលក់ទៅដាច់ហ្នឹងគេអត់មានចំណាប់អារម្មណ៍ពេលខ្ញុំធ្វើអញ្ចឹងគេមានចំណាប់អារម្មណ៍ច្រើនហើយអញ្ចឹងគេជួយយើងណិតយើងអញ្ចឹងប៉ុន្តែចំពោះខ្ញុំធ្វើតាមបងប្អូនគាត់សំណូមពរខ្ញុំធ្វើតទៅទៀត បាទបងបាទតើបងប្រកបមុខរបរលក់លាហានេះបងតែងខ្លួនជាយៈតាំងពីបងបើកលក់លាហាតែម្ដងឬក៏ត្រឹមតែចាប់អារម្មណ៍ធ្វើជាយៈនៅពេលឥឡូវនេះទេត្រឹមឥឡូវទេត្រឹមតែឥឡូវទេណាបងតែងខ្លួនជាយៈនេះដើម្បីឲ្យទស្សនិកជនក៏ដូចជាបងប្អូនដែលគាត់ធ្វើដំណើរតាមដងផ្លូវហ្នឹងគាត់ចាប់អារម្មណ៍លើបងហើយទិញលាហារបស់បងចឹងទៅបាទតាំងពីបងតែងខ្លួនមកតើមានការលក់ហ្នឹងបានច្រើនជាងមុនទេឬក៏យ៉ាងណាដែរបង រៀងច្រើនជាងមុនណាបាទខ្ញុំមុនលក់តែមួយតៅឥឡូវបាន2តៅ
អូច្រើនមកណា បាទតើលក់ហ្នឹងបងលក់ពីម្ដុំណាទៅម្ដុំណាដែរបងពីរួមចេះតែដើរចល័តទាំងអស់បាទផ្សារថ្មីចេះតែដើរពេញទាំងពេញបាទរួមទៅឲ្យតែកន្លែងមានមនុស្សទៅបងទៅដល់តែម្ដងបាទអរគុណច្រើនមានសំណួរមួយទៀតចង់តើការតែងខ្លួនជាយៈនេះតើពីដំបូងឡើយបងមានការខ្មាស់អៀនទេឬក៏យ៉ាងណាដែរខ្ញុំអត់ខ្មាស់អៀនបងព្រោះខ្ញុំតាមចិត្តខ្លួនឯងក៏ខ្ញុំធ្វើអញ្ចឹងបើសិនតែយើងខ្មាស់អៀនគេយើងនៅតែដាច់ពោះងាប់បាទយើងសុខចិត្តធ្វើអញ្ចឹងដើម្បីជីវិតយើងជាអ្នកក្របាទបងបាទអរគុណតាក់ទងទៅនឹងខោអាវក៏ដូចជាមុខមាត់នេះតើបងទិញគេឬក៏មានការជួយពីអ្នកចិត្តខាងឬក៏យ៉ាងណាដែរបងអ្នកចិត្តខាងគេឃើញគេអាណិតឲ្យយើងបាទគេឲ្យយើងហើយយើងតែងខ្លួនតាំងពីព្រឹកអញ្ចឹងទៅដល់ពេលលះយើងចាប់ដើមលក់យើងដើរលក់រហូតសង្ឃថាចុងវិញពេញអញ្ចឹងទៅបងណាយើងរុកដើរគ្រប់កន្លែងមកបាទដើរគ្រប់កន្លែងឲ្យតែមានកន្លែងណាមានការទិញកន្លែងហ្នឹងគឺបងទៅលក់ដល់ហ្នឹងហើយបងណាបាទអរគុណរងថ្ងៃអាណិតខ្ញុំជួយទៅបាទអរគុណអូខេអរគុណច្រើនបងច្រើន បាទអរគុណខ្ញុំចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់របស់បងឬជាមុខរបស់បងគឺតែងខ្លួនជាយៈបាទបងតែងខ្លួនជាយៈនេះតាំងពីចាប់អាជីពជាអ្នកលក់លាហាតែម្ដងឬក៏យ៉ាងណាដែរអត់ខ្ញុំទំតែងឥឡូវបងទំតែងឥឡូវណាមូលហេតុអ្វីដែរបងមូលហេតុហ្នឹងព្រោះវាមុនខ្ញុំអត់ទាន់ទុកតែងខ្លួនវាលក់អត់សូវដាច់បាទពេលយើងធ្វើអញ្ចឹងវាលក់ដាច់អញ្ចឹងយើងចេះតែធ្វើបន្តទៀតបាទតែបងមានអារម្មណ៍ថាខ្មាស់គេឬក៏មានសម្ពាធទេពេលបងចេញទៅក្រៅលក់លាហាគឺតែងខ្លួនមានអារម្មណ៍ថាប្លែកពីគេណាបងបាទអត់មានអារម្មណ៍ថាខ្មាស់គេដើម្បីរួមដើម្បីជាជីវភាពរបស់យើងបាទតើបងមានចាប់អារម្មណ៍ទេថាតាំងពីបងតែងខ្លួនជាអ្នកលក់លាហាមកហ្នឹងគឺមានការគ្រប់គ្រងក៏ដូចជាមានការជួពីបងប្អូនច្រើនជាងមុនណាបាទមានចាប់អារម្មណ៍ទេបងចាប់អារម្មណ៍បាទគេជួយទិញជួយអីច្រើនជាងមុនខុសប្លែកពីធម្មតាយើងដើរចឹងពីផ្ទះចឹងមានគេអ្នកថតអីចឹងគេជួយឲ្យលុយយើងឲ្យអីដែរបាទហើយបងចាប់ផ្ដើមលក់នេះគឺលក់តាំងពីម៉ោងប្រហែលដល់ម៉ោងប្រហែលដែរបងនិយាយរួមចេញពីម៉ោង9ព្រឹកដល់ម៉ោង2កន្លះទៅម៉ោង3 9កន្លះពីម៉ោង9ព្រឹកដល់ម៉ោង2ទៅម៉ោង3ថ្ងៃណាបាទហើយបងចាប់ផ្ដើមលក់ហ្នឹងគឺយើងត្រូវមានដើម្បីចំអិនដើម្បីហាលហ្នឹងគឺតាំងពីយប់មកហ្មងណានិយាយរួមយើងធ្វើលីធ្វើអីហ្នឹងរើសបករើអាស្អីចេញហ្នឹងតាំងពីព្រឹកយើងឡើងម៉ោង6ជាងការឡើងម៉ោង5អញ្ចឹងដើម្បីឲ្យតែភ្លឺឡើងធ្វើមកបាទឲ្យ6 7 5 6ហ្នឹងគឺយើងចាប់ផ្ដើមធ្វើលក់លីសហ្នឹងហើយបាទតម្រាំតែហើយគឺម៉ោង9បងចាប់ផ្ដើមលក់រហូតដល់ម៉ោង2 3អញ្ចឹងទៅបាទពេលបងចេញទៅក្រៅមានអារម្មណ៍យ៉ាងណាដែរពេលដែលថាយើងចេញទៅក្រៅទៅមានត្រូវក្តៅផងត្រូវសែកផងមានអារម្មណ៍យ៉ាងណាដែរបងពីរំមានអារម្មណ៍ថាវាពិបាកណាព្រោះមូលហេតុអីពិបាកយើងស៊ីពាក់ចឹងវាហប់វាត្រូវការក្តៅបាទហើយយើងស្រែកយើងអីទៅជាការយើងស្រែកជាការវល់មុខវល់អីដែរពុកអីមកស្បក់បានឧបទឹកហូបអីចឹងធ្វើដំណើរទៅទៀតហើយពីពោះបាក់របស់ខ្ញុំតស៊ូបាទថាពិបាកនឹងបាក់ច្រើននឹងគិតតែខ្ញុំធ្វើដើម្បីឲ្យបានលុយដោះស្រាយជីវភាពរបស់ខ្ញុំបាទដើម្បីជីវភាពរបស់ផ្ទាល់ក៏ដូចជាគ្រួសារផ្ទាល់ហ្មងណាបាទអរគុណគឺខ្ញុំចាប់អារម្មណ៍ទៅលើកៅអៅក៏ដូចជាមុខមាត់របស់បងតើមានការទិញឬក៏មានការជួយពីអ្នកជិតខាងឬក៏យ៉ាងណាដែរបងអ្នកជិតខាងគាត់អ្នកលេង account គាត់ឲ្យយើងខ្ចីសើកបាទបងមានអាចចាប់អារម្មណ៍ទេថាក្រៅពីខោអាវក៏ដូចជាមុខមាត់យៈហ្នឹងតើបងមានចំណុចខ្លាំងកន្លែងណាទៀតដែលធ្វើឲ្យទស្សនិកជនក៏ដូចជា
អាជីវកម្មរបស់បងកាន់តែរីកចម្រើនជាងមុនណាបង ខ្ញុំរឿងហើយដើម្បីធ្វើឲ្យចាប់អារម្មណ៍មានតែខ្ញុំស្រែកឲ្យខ្លាំងលឺរួមនៅដល់ណាក៏លឺស្រែកហ្នឹងវាចេញមកចឹងផ្ទះគេចាក់សោចាក់អីចឹងលឺយើងស្រែកចឹងបានពីណាអីមកបិទយ៉ាក់លក់លេខាចឹងគេជួយទិញជួយអីចឹងគេដែរឃើញ អូខេអញ្ចឹងមានន័យថាបន្ទាប់ពីតែខ្លួនជាយៈហើយយើងត្រូវស្រែកនៅតាមផ្លូវទៀតដើម្បីឲ្យមានការតាក់ទាញច្រើនពីទស្សនិកជនក៏ដូចជាបងប្អូនដែលគាត់ធ្វើដំណើរតាមដងផ្លូវណាបាទអរគុណជាបន្តទៀតខ្ញុំមានសំណួរទៀតចង់ដឹងថាតើបងធ្លាប់មានភាពការអស់សង្ឃឹមទេនៅក្នុងជីវិតរបស់បងជាមួយនឹងអាជីវកម្មលក់លេហារបស់បងណាខ្ញុំអត់អស់សង្ឃឹមបងចេះតែរើទៅបាទយើងធ្វើមិនបាទព្រោះយើងមិនបានរៀនសូត្រចេះដឹងដូចគេចឹងបាទថ្ងៃនេះគេរើចេះដឹងអីចឹងគ្រួសារយើងអ្នកអត់អូខេចឹងស្រាយចឹងសិនទៅបាទយើងត្រូវតែតស៊ូបន្ថែមទៀតណាបាទចង់ដឹងបន្តិចពីម៉ោង9ព្រឹកដល់ម៉ោង2ទៅ3ថ្ងៃហ្នឹងបងលក់បានមួយថ្ងៃប្រហែលដែរបងមានរោងចំណេញបាន40000ទៅ60000ក្នុងមួយថ្ងៃ40000ទៅ60000ក្នុងមួយថ្ងៃហ្នឹងណាបាទតែយើងត្រូវចំណាយលើអីខ្លះដែរបងតើតងទៅនឹងដូចជាលីសឬក៏ទីអីចឹងណាមានរោងចំណាយបើសិនតែយើងប្រាក់ចំណូលយើងរើចូលរើថ្ងៃយើងអត់ទាន់ទូទាត់សងគេសងអីយើងលក់បាន20000ជាងវិញហ៎បាទ20000ជាងពេលយើងទូទាត់ដូចជាលីសឥឡូវក៏ថ្លៃដែរយកមកតៅលេង8 90000អញ្ចឹងបាទហើយខ្ញុំលក់ទៅបាន20000ជាងវិញបាទហើយនៅគ្រឿងនេះគេ3 40000ទៀតយើងឲ្យគេឲ្យអាតេសជួលគេមួយថ្ងៃ2000ទៀត2000ទៀតបាទចឹងផាត់ចុះផាត់ឡើងការចំណេញគឺមានតិចតួចហើយយើងត្រូវចំណាយពេលពីម៉ោង5ដល់ម៉ោងពីម៉ោង5 6ព្រឹកហ្នឹងគឺយើងត្រូវចំណាយពេលធ្វើលាតម្រុំតែបានលាចេញមកយើងត្រូវដើរលក់ពីម៉ោង9ដល់ម៉ោង2 3ថ្ងៃទៀតយើងចំណាយពេលច្រើនមែនតើដើម្បីជីវិតក៏ដូចជាជីវភាពរបស់បងណាបានធ្វើឲ្យបងកាន់តែប្រឹងប្រែងជាមួយនឹងអាជីវកម្មមួយនេះបាទអរគុណតកតងទៅនឹងបងប្អូនរបស់បងវិញតើបងមានបងប្អូនប្រហែលអ្នកដែរបងប្អូន5នាក់5នាក់ណាតើបងជាកូនទីប្រហែលដែរកូនទី2កូនទី2តើបងប្អូនបងហ្នឹងមានអ្នកលក់លៀហាដូចបងដែរឬក៏យ៉ាងណាដែរបងអូនខ្ញុំទី3លក់លីហាបាទលក់លីហាដែរបងខ្ញុំទី1គាត់ធ្វើការគ្រឿងកាហារឹមតែគាត់មានពួននៅដុលការីគាត់ទៅនៅខាងក្នុងយូរហើយបាទអញ្ចឹង5នាក់ហ្នឹងគឺមានផ្សេងគ្នាទាំងអស់ហ្មងណាបាទអរគុណហើយមកដល់ពេលបច្ចុប្បន្នហ្នឹងតកតងទៅនឹងកូនបងវិញតើកូនបងឥឡូវអាយុប៉ុន្មានដែរបងអាយុ4ឆ្នាំគាត់ចូលរៀនហ្នឹងបងចូលរៀនហើយក៏ជាបន្ទុកមួយសម្រាប់បងទៀតដែរណាបាទអរគុណហើយចង់ដឹងពីលក់លីហាវិញតកតងទៅនឹងក្រៅពីយុទ្ធសាស្ត្រនៃការតែងខ្លួនហ្នឹងតើបងមានអ្វីបន្ថែមជាងនឹងទៀតឬថាគម្រោងរបស់បងណាគម្រោងថែមអីបើខ្ញុំមានលុយខ្ញុំទិញស្លៀកពាក់ថ្មីដើម្បីឲ្យគេមកឃើញស្អាតឲ្យយើងអញ្ចឹងគេចេះមករោងបើសិនរាល់ថ្ងៃខ្ញុំមិនមានលុយខ្ញុំទៅទិញខោអាវបានមកកាផ្លែទៀតដើម្បីផ្លាស់ប្ដូរគ្នារាល់ថ្ងៃគេមកឲ្យមើលអាវចាស់អស់បាទចាស់ច្រើនដែរបងចាស់ច្រើនបើយើងធ្វើមិនបាទព្រោះយើងអត់មានអីទិញអញ្ចឹងយើងចេះធ្វើបាទដោយសារមុខរបរនេះខ្លះអីខ្លះបាទដោយសារមុខរបរនេះគឺយើងត្រូវចំណាយច្រើនចំណាយទាំងទឹកចិត្តចំណាយទាំងពេលវេលាច្រើនមែនតើហើយការចំណេញគឺតិចតួចដែលធ្វើឲ្យបងកាន់តែនិយាយរួមទៅបងនៅតែមានភាពតស៊ូនៅក្នុងជីវិតរបស់បងជានិច្ចណាបាទអរគុណពេលនេះខ្ញុំចង់សំណូមពរឲ្យបងធ្វើកាយវិការក៏ដូចជាការស្រែកនៅពេលបងធ្វើការលក់ម្ដងណាតើបងអាចធ្វើបានទេបងធ្វើបានតើបាទអរគុណអញ្ចឹងសូមបងជួយបង្ហាញទៅកាន់ទស្សនិកជនតិចណាបងអរគុណច្រើនទស្សនិកជនខ្ញុំបីតែខ្ញុំក៏ភ្ញាក់មែនតើបាទអរគុណខ្ញុំចង់សួរបងបន្តិចតើការស្រែកនេះបងរៀនមកពីខាងណាដែរបងខ្ញុំមើលទៅទស្សបងមើលទៅទស្សទេបងណាបាទអត់មានថាចេះសម្ដែងល្ខោនជាគេអីទេបងណាបាទអត់ខ្ញុំប៉ុន្តែខ្ញុំគាត់ជាអ្នកអាខោនហ្នឹងតែខ្ញុំអត់បាននៅឃើញមកគាត់ទេតែលើឪខ្ញុំគាត់និយាយបាទពេលរឿងការស្រែកការអីហ្នឹងស្វែងយល់របស់ខ្ញុំមកលប់យើងស្រឡាញ់ខាងសិល្បៈហ្នឹងអីចេះមានទទួលគេ
chẳng chẳng nhung chơi tao mơ chẳng chơi rim thư tam kia chẳng đấy bây nhung ham mỗi ngày cày trong tay thư lụi chẳng bây giờ nhung ban score cái chui vào đến cu một cu ấy bạn ai như vậy tha giờ đúng tức bong bạn chôm năng chị ta là bỏ bong tê và tại bong miền sạch chiêng ai vậy tha đồng pi cầm nạt máu nè để thôi bong còn tạiตัวสนาnơi tamตัวซอกกับบองไอสไลด์บ้านคลั่งมาเต้นให้ยังช่องสูบมันติดแต่ตรงหนึ่งการสไลด์นั่นก็บองสไลด์ตั้งปีบองจับดาวเอาแต่เตี้ยลวกตามต้องหรือก็อย่างนั้นได้ผม thì đúngเอาแต่ยังchân tới đang là sai là hốt mà bà ô từng tăng bà còn ở chứng tăng pi mong bầm bốn đâu mong pi bấy cái bong sài là hốt nữa bà luôn bà cứ bật chìa khlang mà tên ớt đáy chưa có chứ ấy đấy bọn này ớt chướng thì ngay từ bốn sài pi ngay sọ đài pi dương dưới tâm lộp là bao dương này bà thòng ta bà ở con chân tôi sẽ chôn ở nơi vẽ cái đó ở nên là ban chỉ điệp can tại chỗ ba pi pro vào cái đôi chiêm mục một bật ở bọc quạt bênนี้ pi camวิธีส่งอันยันสำหรับมือเพลสมันការអភិវឌ្ឍរបស់ Sunny Mix Corporator ទៅលើដី30ហិកតាជាងជាតំបន់សម្បូរទៅដោយរោងចក្រធំៗស្ថិតនៅផ្លូវជាតិលេខ3ដ៏ស្រស់ស្អាតដែលមានផ្សារនៅជាប់ផ្លូវជាតិនិងនៅក្នុងបរិវេណផ្ទះល្វែងស្រាប់ដែលមានផ្ទះអ្នកភូមិនៅជុំវិញជាច្រើនរួមទាំងសាលារៀនសាសនាគ្រឹះនៅជាប់បរិវេណផ្ទះល្វែងនិងមានការសាងសង់ក្លឹបហាត់ប្រាណកន្លែងកម្សាន្តសួនលំហែនិងជួបជុំកន្លែងក្មេងលេងផ្សាររាត្រីរោងភាពយន្តហាងកាហ្វេនិងហាងជាច្រើនទៀតនៅក្នុងតំបន់អភិវឌ្ឍរបស់យើងខ្ញុំរចនាសម្ព័ន្ធមានប្រព័ន្ធលូទឹកភ្លើងរត់និងបង្គោលភ្លើងបំពាក់ដោយសូឡាផងដែរតម្លៃចាប់ពី 4,500 ឡើងទៅ 8,500 ដែលមានអតិថិជនចូលរស់នៅជាង300គ្រួសារហើយដែលមានការបង់រំលោះចាប់ពី$120រយៈពេល6ឆ្នាំលោកអ្នកគ្រាន់តែកក់ 30% មុនលោកអ្នកនឹងទទួលបាននូវកម្មសិទ្ធិភ្លាមៗនិងអាចរស់នៅក្នុងគេហដ្ឋានដ៏ល្អស្រស់ស្អាតរបស់លោកអ្នកដោយគ្មានក្តីកង្វល់ធានាទិញនៅក្នុងរយៈពេល1ឆ្នាំបានចំណេញរហូតដល់ 30%អរគុណស្វាគមន៍មកកាន់វគ្គបន្តនៃកម្មវិធីជីវិតនិងការតស៊ូរបស់ Sun TV មុននឹងជួបជាមួយនឹងតារាកិត្តិយសរបស់យើងជាបន្តពីកម្មវិធីក៏សូមអរគុណទៅដល់ Sunny Mix Corporation ដែលលក់ផ្ទះល្វែងតម្លៃថោកសមរម្យតម្លៃត្រឹមតែ$4,500ទៅដល់$8,500តែប៉ុណ្ណោះអ្នកទាំងអស់គ្នាអាចធ្វើការបង់រំលោះរយៈពេល6ឆ្នាំត្រឹមតែ$120តែប៉ុណ្ណោះក្នុងមួយខែអ្នកទាំងអស់គ្នាអាចធ្វើការតាក់ទងមកតាមរយៈលេខទូរស័ព្ទ081 087 093 098 22 82និង26ឬក៏មួយខ្សែទៀត011 069 070 098 3018 បាទអរគុណទស្សនិកជនពេលនេះយើងនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅជួបជាមួយនឹងតារាកិត្តិយសរបស់យើងជាបន្តចង់ដឹងថាមុខមាត់របស់គាត់ក្រោយពីគាត់បានលុបលាងតួយៈរបស់គាត់ចេញណាចង់ដឹងថាគាត់មានរូបរាងស្រស់សង្ហាយ៉ាងណាពេលនេះជួបជាមួយនឹងគាត់ទាំងអស់គ្នាបាទសូមរំជើញបាទជំរាបសួរបងបាទជំរាបសួរម្ដងទៀតដល់ពេលលុបមុខលុបអីហ្នឹងទៅស្រស់ស្អាតដែរតាបងបាទអរគុណចង់សួរតិចមើលពេលលុបមុខហ្នឹងត្រូវចំណាយពេលប្រហែលនាទីដែរបងរយៈពេលយូរដែរបងយើងត្រូវការប្រើច្រើនបាទមានអីខ្លះសម្ភារៈដែលត្រូវលុបលាងមុខបងចេញណាដូចជាស្ប៊ូហើយកណាត់ជូតកូនក្មេងយើងខ្សែត្រជាក់ហ្នឹងបងបាទអូច្រើនមុខចឹងត្រូវចំណាយមកតង់ទៀតណាបាទអញ្ចឹងការតុបតែងមុខរយៈនេះគឺត្រូវចំណាយច្រើនទី1យើងត្រូវខោអាវទី2តុបតែងមុខទៅលើមុខរបស់គាត់ដើម្បីឲ្យคล้ายខ្លួនទៅជាតួយៈបាទហើយទី3យើងលុបមុខចេញហ្នឹងក៏ត្រូវចំណាយគ្រឿងសម្អាងដើម្បីលុបមុខចេញដែរបាទអរគុណឥឡូវនេះយើងមានសំណួរខ្លះៗតាក់ទងទៅនឹងមុខរបររបស់បងណាបាទចង់ដឹងថាបងមានដែលចង់បដូរមុខរបរឬក៏យ៉ាងណាទេបងខ្ញុំចង់បដូរដែរនឹងបដូរធ្វើម៉េចបើយើងអត់មានពីណានាំឲ្យយើងធ្វើការអ្វីមួយដែរបាទគ្រាន់ជានឹងបើសិនណាមានបងប្អូនណាដែរមានចំណាប់អារម្មណ៍ចង់ជួយខ្ញុំបាទដើម្បីឲ្យខ្ញុំទៅធ្វើការដើម្បីក្រៅពីលក់លេងហ្នឹងបើសិនណាខ្ញុំអាចទៅបានខ្ញុំនៅជាយាមទៅបាទបើសិនជាតេតូននឹងសិល្បៈបើសិនជាគេចាប់អារម្មណ៍បងចង់ហៅបងទៅថតនេះតើបងមានចាប់អារម្មណ៍ទេបងព្រោះតែឃើញបងដូចមានសំឡេងសែកសលេងអីច្រើនណាបងចាប់អារម្មណ៍ទេចាប់អារម្មណ៍ដែរបាទចាប់អារម្មណ៍នេះអាចចេះអីខ្លះក្រៅពីការសែកហ្នឹងបងខ្ញុំចេះតែស្រែកចេះតែនិយាយលេងសើចមួយអ្នកទិញអ្នកអីចឹងចេះលេងសើចមួយគេចឹងទៅគេបាទចេះតែប៉ុណ្្នឹងបងតើបងអូខេឥឡូវតើតូនទៅនឹងមុខរបរលក់លីហារបស់បងវិញតើបងមានវិធីសាស្ត្រអ្វីបន្ថែមទេក្រៅពីការតុបតែងខ្លួនជាយៈដើម្បីលក់ប្រចាំថ្ងៃរបស់បងមានវិធីសាស្ត្រផ្សេងទេវិធីសាស្ត្របាទបើសិនណាខ្ញុំមានលុយ
ខ្ញុំទិញធុងបាសមួយចាក់បត់ចម្រៀងជា account មួយសាក់ហើយយើងច្រៀងតាមអញ្ចឹងការចំណេះរបស់យើងចេះតែឥឡូវខ្ញុំវាអត់មានស៊ូគេហើយគេលក់50តែខ្ញុំវាអត់ទាន់មានលុយគ្រប់ណាទិញបងបាទអូ$50អញ្ចឹងនិយាយរួមទៅតម្រាំតែមានការកើតឡើងនៃការទិញហ្នឹងក៏បងត្រូវចំណាយច្រើនម្ដងទៀតដែរបងណាបាទតតោកទាំងបាសតំណងដែរណាបើយើងអត់អតិបដាយើងឈប់យើងអាចស្រែកកាត់ទៅលើជាមួយអាចជួយដល់សម្លេងបងថែមទៀតត្រូវទេបងបាទព្រោះយើងមានបាសមានអីចឹងទៅអាចកាត់បន្ថយការឈឺកមានដៃឈឺកទេបងឈឺដែរតែបងពេលជាងការយើងស្រែកដែរថ្ងៃណាលក់មិនសូវមានមនុស្សចឹងខំស្រែកឲ្យខ្លាំងចឹងទៅជាងការនិយាយមករៀងខុសប្លែកជាងធម្មតាវាមានអារម្មណ៍ថាឈឺបែកសលេងឯងទិញទូចដែរបាទប៉ុន្តែมันតន់ដល់ថ្នាក់ទៅការថ្នាំឯងបងណាគ្រាន់ថាពេលខ្លះយើងឈឺដែរបាទនៅបាទអរគុណច្រើនអញ្ចឹងបើសិនជាមានអ្នកណាចង់តាក់ទងបងឬក៏ចង់ជួយបងហៅទៅធ្វើជាការងារផ្នែកសិល្បៈឬក៏ការងារផ្សេងបងអាចជម្រាបគាត់ពីលេខទូរស័ព្ទអីបានទេបងបាទបើសិនមានបងប្អូនតាក់ទងវិញទៅថតអីវ័យមួយផ្សេងលេខទូរស័ព្ទខ្ញុំ086 855 004អូខេបាទអរគុណច្រើនអញ្ចឹងបាទអរគុណជាចុងក្រោយតើបងមានពាក្យពេចន៍អ្វីដើម្បីផ្ដាំផ្ញើទៅកាន់ទស្សនិកជនដែលគាត់តែងតែឃើញបងនៅតាមដងផ្លូវហ្នឹងគេលោកគាត់ឃើញបងទៅគាត់ចង់ជួយទិញបន្ថែមអញ្ចឹងណាបងបាទពាក្យពេចន៍ចុងក្រោយខ្ញុំសូមឲ្យប្រិមិត្តដែលរស់នៅទីក្រុងភ្នំពេញពីឃើញខ្ញុំកន្លែងណាវិញសូមមេត្តាជួយទិញបាទខ្ញុំផងព្រោះបាទជាអ្នកអត់បាទបញ្ជាក់តិចបងជាទូទៅបងចាប់ផ្ដើមលក់ពីម្ដុំណាទៅម្ដុំណាមុនដែរបងនិយាយរួមការខ្ញុំបើកដបងខ្ញុំទៅអូអាស័យចាប់ដើមគូលើកទី1ខ្ញុំទៅអូអាស័យលើកទី2ខ្ញុំទៅសាថ្មីបាទលើកទី3ខ្ញុំមកសាដំកើនិយាយរួមខ្ញុំចេះទៅដើរគ្រប់ទៅកន្លែងហ្នឹងបាទមានកំណត់ម៉ោងទេបងសួរបញ្ជាក់បន្តិចណាឧទាហរណ៍ថាព្រឹកឡើងបងកំណត់ពីម៉ោង9ដល់ម៉ោងនេះទៅកន្លែងនេះបន្តតាមម៉ោងដែលបងដាក់ទុកណាបងអាហ្នឹងវាអត់ទិញបងបាទជាងការថ្ងៃណាខ្ញុំមានកម្លាំងទៅដើរស្រែកចឹងទៅបើសិនគេជួយទិញច្រើនអញ្ចឹងវារៀងយូរបន្តិចបើសិនអត់មានអ្នកជួយទិញអញ្ចឹងយើងដើររៀងលឿនដើម្បីឲ្យមានគេទិញបាទដល់កន្លែងយើងស្កាត់ទៅយើងបន្ថែមល្បឿនបន្តិចចឹងណាបងណាបាទជាងការយើងដើរទៅច្រកហ្នឹងវាអត់មានមនុស្សចឹងមើលទៅយើងស្រែកទៅអត់ដាច់ចឹងយើងត្រូវការដើរលឿនដើម្បីនិយាយរួមលេខវាពិបាកលក់ដែរពិបាកត្រង់អីវាមានម៉ោងមានពេលហូបចឹងពេលលើសពីម៉ោង3កន្លះចឹងទៅគេហូបលេងកើតវាមានការជូរចេញទឹកចឹងគេហូបអត់កើតអូកំណត់ម៉ោងទៀតបងណាបាទគឺពិបាកមែនតើបាទអរគុណមានសំណួរមួយទៀតតាក់ទងទៅនឹងការលក់របស់បងណាបាទចង់ដឹងថាពេលដែលបងលក់ពីព្រឹកម៉ោង9បងលក់នៅតាមផ្សារអញ្ចឹងទៅហើយផ្ទះបងនៅណាវិញបងសំទោសផ្ទះជួលខ្ញុំនៅបឹងតបែកនៅបឹងតបែកអញ្ចឹងពេលព្រឹកឡើងម៉ោង9ហ្នឹងគឺបងចាប់ដើមចេញពីបឹងតបែកទៅសាថ្មីតាមចិត្តហ្នឹងមកមិនពាត់យល់ពាត់ជុំវិញហ្មងណាបាទយល់ចាដើរទៅមួយថ្ងៃពីនេះមួយថ្ងៃអញ្ចឹងទៅឥឡូវគេចេះសំណុំពរយើងទៅខាងនោះទៅយើងទៅបាទយល់ទៅយើងមើលដែរបើថាម្ដុំណាលក់ដាច់ច្រើនយើងទៅខាងនោះមុនចឹងណាបាទអរគុណច្រើននេះគឺជាជីវប្រវត្តិក៏ដូចជាការលក់របស់គាត់ប្រចាំថ្ងៃនៅតាមទីក្រុងភ្នំពេញបាទអរគុណច្រើនពីកម្មវិធីរបស់យើងក៏ដល់ពេលដែលត្រូវបញ្ចប់ខ្ញុំបាទរួមជាមួយនឹងក្រុមការងារក៏សូមជូនពរឲ្យបងបាទប្រកបមុខរបរលក់លៀហានេះកាន់តែដាច់បន្ថែមទៀតបងណាបាទអរគុណពីនេះពីកម្មវិធីរបស់យើងសូមអរគុណបាទសូមជម្រាបលាបាទសូមអរគុណឧបត្ថម្ភកម្មវិធីដោយក្រុមហ៊ុន Sunny Make Corporation គឺជាក្រុមហ៊ុនលក់ផ្ទះល្វែងដែលមានតម្លៃសមរម្យ